បាទសួស្តីបងប្អូនថ្ងៃនេះមានមុខម្ហូបមួយរបៀបស្រាយតែកែច្នៃដោយខ្លួនឯងមកបង្ហាញបងប្អូនទៀតហើយគឺចៀនពងទាស្អំបងប្អូនបាទជាដំបូងនោះគឺយើងត្រូវហាន់ស្អំឲ្យល្អិតៗតិចមកបងប្អូនដើម្បីងាយនឹងក្លុកជាមួយនឹងពងឲ្យវាចូលគ្នាហើយបន្ទាប់មកយើងក៏ត្រាំខ្ទឹមសយើងហ្នឹងត្រាំឲ្យល្អិតល្មមមកហើយនឹងហាន់ម្ទេសខ្ចីយើងជាចំណិតស្ដើងបងប្អូនបន្ទាប់មកយើងក៏គោះពងទាដាក់បងប្អូនអានេះស្រេចតែបងប្អូនធ្វើទេច្រើនឬក៏តិចចំណែកខ្ញុំថ្ងៃនេះគឺខ្ញុំធ្វើ5គ្រាប់បងប្អូនបាទសូមអភ័យទោសបងប្អូនថ្ងៃនេះខ្ញុំធ្វើពងមាន់ទេបងប្អូនច្រឡំពងទាប៉ុន្តែយើងធ្វើពងមាន់ឬក៏ពងទាដូចគ្នាទេបងប្អូនហើយបន្ទាប់មកយើងក៏ផ្សំគ្រឿងក្រៅបងប្អូនដាក់រ៉ូឌីបន្តិចមកដូចខ្ញុំតែងតែនិយាយរឿងផ្សំគ្រឿងជារឿយៗអញ្ចឹងបងប្អូនសឹងតែគ្រប់វីដេអូបងប្អូនគឺយើងអត់មានកំណត់ថាត្រូវដាក់ប៉ុណ្ណាទេបងប្អូនអាស្រ័យទៅបរិមាណយើងធ្វើច្រើនឬក៏តិចហើយអាស្រ័យទៅលើចំណង់ចំណូលចិត្តយើងផងដែរយើងហូបផ្សារប្រៃជូបអែមហឹលយ៉ាងណាក៏តាមតែចំណង់ចំណូលចិត្តរបស់យើងបងប្អូនយើងក៏ចាប់ផ្ដើមវាយពងមាន់ឬក៏ពងទាជាមួយស្អំម្ទេសខ្ទឹមហ្នឹងឲ្យវារលាយចូលគ្នាបងប្អូនមុខម្ហូបមួយមុខនេះគឺយូរមែនទែនយូរត្រង់យើងវាយពងទាពងមាន់ឲ្យវាចូលជាមួយស្អំហ្នឹងឯងគឺយើងវាយតតែវាចូលសាច់មួយជាមួយគ្នាអញ្ចឹងបងប្អូនបាទអស់រយៈពេលមួយស្ទុះដែលយើងវាយពងមាន់ជាមួយនឹងស្អំគោវឹកហើយវាចូលសាច់មួយជាមួយគ្នាអញ្ចឹងហើយយើងចាប់ដើមផ្សំគ្រឿងខ្ញុំក៏ដាក់ទឹកត្រីបន្តិចបងប្អូនអត់ច្រើនទេដាក់បន្តិចសិនហើយនឹងក៏ថែមប៊ីចេងបន្តិចមកហើយនឹងស្ករសបន្តិចមកបងប្អូនបាទបន្ទាប់ពីយើងដាក់ប៊ីចេងហើយនឹងស្កររួចរាល់ហើយយើងក៏ចាប់ដើមកូរវឹកវាឲ្យស្ករប៊ីចេងវារលាយចូលគ្នាបងប្អូនកូរតតែគ្រឿងត្រូវលាយចូលគ្នាអស់ហើយបាទយើងកូរវឹកយូរតតែប៊ីចេងស្ករនឹងវារលាយចូលគ្នាបងប្អូនបាទបន្ទាប់ពីយើងផ្សំគ្រឿងក្រៅហើយកូរគ្រឿងក្រៅលាយចូលគ្នាសព្វគ្រប់អស់ហើយយើងក៏ចាប់ដើមត្រៀមខ្ទះបងប្អូនដើម្បីដាក់ចៀនវាបាទនៅក្នុងវីដេអូនេះគឺចិត្តដល់ចំណុចពិសេសដែលខ្ញុំចង់បង្ហាញបងប្អូនហើយគឺបន្ទាប់ពីយើងផ្សំគ្រឿងរួចរាល់ហើយខ្ញុំក៏បានដាក់ខ្លាញ់ចូលបន្តិចទៅបងប្អូនដើម្បីឲ្យពងចៀនហ្នឹងវាឡើងហើមដូចនំហ៊ីងអញ្ចឹងបងប្អូនហើយវាងាយស្រួលនឹងចៀនអត់ជាប់ផ្ទះទេបងប្អូនមិនជឿសាកបងមើលវិធីនេះខ្ញុំក៏មើលតាមបងប្អូនយើងតាម YouTube ដែរបងប្អូនហើយក៏យកមកអនុវត្តមើលឃើញថាវាយ៉ាងមែនបងប្អូននៅពេលដែលយើងលាយខ្លាញ់ចូលជាមួយនឹងពងទាហើយយើងកូរវាឲ្យសព្វទៅគឺនៅពេលដែលយើងចៀនមិនបាច់ប្រើខ្លាញ់ទៀតក៏បានដែរបងប្អូនគឺពងទាវាឡើងប៉ោងដូចនំហ៊ីងអញ្ចឹងហើយអត់ជាប់ផ្ទះទេបងប្អូនគឺស្រួលមែនទែនខ្ញុំសាកបងមើលឃើញថាបានផលល្អបងប្អូនបាទបន្ទាប់ពីយើងដាក់ខ្ទះហើយចាក់ខ្លាញ់ចូលឃើញថាខ្ទះក្តៅល្អហើយយើងក៏ចាប់ដើមចៀនម្ដងបងប្អូនយើងចៀនម្ដងបន្តិចក៏បានដែរបងប្អូនដើម្បីឲ្យវាឆ្អិនល្អបើយើងចៀនច្រើនវាក្រាស់អញ្ចឹងវាអាចនឹងអត់ឆ្អិនខាងក្នុងបងប្អូនបាទវិធីធ្វើពងទាចៀនស្អំនិងវិធីផ្សំគ្រឿងដោយតែបានរៀបរាប់ពីខាងដើមវីដេអូមកប៉ុណ្ណឹងសូមខំថាបងប្អូននឹងអាចអនុវត្តតាមបានហើយប្រសិនបើបងប្អូនមានវិធីធ្វើប្លែកពីហ្នឹងយ៉ាងណាក៏សូម comment ប្រាប់នៅខាងក្រោមវីដេអូម្នាក់មួយផងបងប្អូនដើម្បីខ្ញុំយកមកអនុវត្តតាមហើយនឹងបានផលយ៉ាងណាខ្ញុំនឹងធ្វើជាវីដេអូចែកជូនបងប្អូនជាបន្តទៅទៀតបងប្អូនហើយក៏សូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយក៏សូមឲ្យបងប្អូនជួបប្រទះតែក្តីសុខហើយនឹងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារទាំងអស់បាទសូមអរគុណបងប្អូនជាច្រើនហើយសូមកុំភ្លេចជួយចុច like ហើយនិង share និង comment ម្នាក់មួយផងបងប្អូនដើម្បីជាការលើកទឹកចិត្តដើម្បីរិះរោចនៅវីដេអូល្អមានខ្លឹមសារនិងមានអត្ថប្រយោជន៍ដើម្បីចែកជូនបងប្អូនទស្សនាជាបន្តទៅទៀតបាទកុំភ្លេចថារាល់ការ like ការ comment និងការ share របស់បងប្អូនគឺជាការជំរុញនិងការលើកទឹកចិត្តមួយដ៏សំខាន់បំផុតសម្រាប់អ្នកផលិតវីដេអូឬក៏មាតិកាបាទក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត